តាំងមក2014មុនផ្លូវហ្នឹងចាឥឡូវហ្នឹងស្រួលបំផុតផ្លូវហ្នឹងស្រួលហើយការលក់ដូរខ្ញុំក៏ដាច់ជាងមុនទៀតពីមុនសាច់បាយខ្ញុំតែ1គីឡូអីហ្នឹងលំអត់ទេឥឡូវចូល4គីឡូក៏សាច់បាយក៏អត់តាំងតាមផ្លូវថ្មីហ្នឹងមកដូចជាភ្ញៀវគាត់អាសាចេញចូលដើរអ្នកខ្លះដើរតែមើលផ្លូវក៏ចូលមកហូបអីដែរដល់ច្រើនគូងាយស្រួលគ្រប់បែបយ៉ាងសូម្បីតែកូនទៅរៀនគាត់ថាជិះមកផ្លែដល់សាលាចាហើយអរគុណដល់ក្រសួងដែលបានឲ្យផ្លូវមួយខ្សែខ្ញុំងាយស្រួលនឹងការលក់ដូរសូម្បីតែមុខរបរខ្ញុំរាល់ថ្ងៃហ្នឹងវាពិសេសហើយខ្ញុំសន្យាមួយផ្លូវទៀតខ្ញុំថាតែមានផ្លូវខ្ញុំទិញឡានមែនសូមឲ្យបងប្អូនជាជនយើងទាំងអស់ហ្នឹងនៅមកឃុំហ្នឹងសូមឲ្យជួយថែរក្សាហើយអរគុណមែនទែនសម្រាប់ពីរដ្ឋាភិបាលដែលបានឲ្យផ្លូវហ្នឹងខ្ញុំថ្ងៃសប្បាយចិត្តតែបានផ្លូវយូរណាស់មកហើយយើងព្យាយាមធ្វើផែនការដាក់ក្នុងឃុំផ្លូវយើងពីមុនមកពិបាកផុកនំបានចូលពីកន្ទួតម្ដងហើយឡានប៉ុណ្ណេះចូលមកសិតតែកើធុងហើយឥឡូវសប្បាយចិត្តអ្នកសុកក៏សប្បាយចិត្តរស់ស៊ីអីវាស្រួលបានផ្លូវល្អបាទឡើងពិបាកបាទប្រហែលជាការដឹកជញ្ជូនកសិកម្មពេញតកាចេញទៅលក់ដូចទំលងមីដូចជាស្អីហ្នឹងការវឹកមុនពិបាកដឹកចេញចូលឡានក៏មិនសូវហ៊ានចូលបើដោយសារវាចប់តែឥឡូវបានផ្លូវការគោះផ្លូវក៏ស្រួលល្អខ្ញុំសប្បាយចិត្តហើយត្រេកអរvìរដ្ឋាភិបាលបានគិតគូរដល់ឃុំភូមិរបស់ខ្ញុំបាទផ្លូវកាលពីចំនួនផ្លូវមិនតាន់ការគោះនេះចេញទៅដល់ក្រៅហើយកន្លះម៉ោងដល់ផ្លូវយើងតែ6គីឡូកន្លះចុះទៅផ្លូវយើងចាក់គោះនេះឥឡូវជិះវាជា5នាទីដល់ផងមើលទៅគាត់ប្រែប្រួលច្រើនអ្នកស្រុកយើងលក់ដូរដាច់ឲ្យសារគេខ្លះទៅគេចូលមកពីក្រៅគេផ្លូវល្អគេចូលមកគេយើងលក់ដូរឲ្យក៏ដាច់គេចូលហូបអីខ្លះទៅគេមកលេងអីទៅហើយឥឡូវនេះយើងបានស្ពានទៀតដល់ពេលកាលណាស្ពានរួចយើងអាចនោះច្រើនបាទនោះច្រើនយើងត្រេកអរនឹងឲ្យនាំបានផ្លូវមកខ្សែនេះយូរណាស់ឲ្យចូលរួមថែរក្សាទាំងអស់គ្នាឲ្យគ្រប់ចរាចរណ៍អស់គ្នា